ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាខ្ញុំនឹងមានគម្រោងក្នុងការចែករំលែកនៅចំណេះដឹងវគ្គខ្លីមួយសម្រាប់សិស្សានុសិស្សហើយនិងបងប្អូនវគ្គខ្លីហ្នឹងគឺផ្ដោតទៅលើថាតើយើងគួរធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់យើងហើយពង្រឹងភាពក្លាហានភាពការអត់ធ្មត់តស៊ូរបស់យើងហ្នឹងហើយទៅដល់សិស្សានុសិស្សទាំងអស់គ្នាដែលនឹងខ្ញុំមានបទពិសោធន៍ទៅលើការងារចូលជិត20ឆ្នាំហើយឆ្លងកាត់រឿងមួយចំនួនផងដែរអញ្ចឹងខ្ញុំនឹងធ្វើការចែករំលែកបទពិសោធន៍នេះទៅបងប្អូនទាំងអស់គ្នាចាយើងនឹងមានវគ្គនេះនៅក្នុងខែ10ចាដោយសារមករយៈមុនហ្នឹងគឺខ្ញុំរវល់ច្រើនហើយខ្ញុំក៏ធ្លាប់សន្យាដល់បងប្អូនដែលគាត់ធ្លាប់មកជួបtraining ជាមួយខ្ញុំហ្នឹងហើយពេលដែលក្នុងកលៈពេលដែលយើងសម្ភាសហ្នឹងចាអញ្ចឹងបើសិនជាបងប្អូនអ្នកដែលមានឈ្មោះទាំងប្រមាណនៅក្នុងក្រុមនេះគឺគាត់ចុះឈ្មោះយើងនឹង free វគ្គ training នេះហើយសម្រាប់អ្នកផ្សេងគឺយើងគិតជាប្រាក់ហ្នឹងហើយឆាចប៉ុន្តែការឆាចហ្នឹងគឺវាតិចតួចមែនតើដែលយើងនឹងធ្វើការចែករំលែកទៅដល់បងប្អូនសិស្សានុសិស្សជានិស្សិតហើយផ្សេងណាហើយពេលហ្នឹងគឺបងប្អូនអាចមានសំណួរមកដល់នឹងខ្ញុំផងដែរចាការចែករំលែកនេះគឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់បងប្អូនក្នុងការរៀនសូត្រហើយក៏ជាការសន្យាមួយដែលលើកមុនបងបានបញ្ជាក់ឲ្យថាយើងនឹងមានវគ្គ training ខ្លីៗក្នុងការចែករំលែកទៅបងប្អូនទាំងអស់គ្នាអរគុណច្រើន